បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទសូមស្វាគមន៍សាជាថ្មីមកកាន់ Channel ប្រភេទដើមឈើកម្ពុជាបាទថ្ងៃនេះខ្ញុំមានដើមឈើមួយប្រភេទបាទដើម្បីបង្ហាញចែកជូនពុកម៉ែបងប្អូនទស្សនាលេងក៏ដូចជាបានស្វែងយល់បន្ថែមអំពីបាទអត្ថប្រយោជន៍នៃការប្រើប្រាស់ដើមឈើមួយនេះបាទហើយខ្ញុំជឿជាក់ថាដើមឈើមួយនេះប្រហែលជាពុកម៉ែបងប្អូនបាទស្ទើរតែបាទ 100% បាទស្គាល់បាទព្រោះវាជាដើមឈើដែលយើងប្រើប្រាស់ចាំថ្ងៃបាទដើមនេះដែរមានឈ្មោះថាដើមក្រសាំងបាទប្រហែលជាពុកម៉ែបងប្អូនឆ្ងល់ថាហេតុអីដើមក្រសាំងមួយដើមនេះវាអត់មានបន្លាបាទក៏ពិតទៅវាមានបន្លាដែរពុកម៉ែបងប្អូនប៉ុន្តែដោយសារតែវាចាស់បាទហើយក៏វាពុកវាបាក់ទៅគឺវាមានលក្ខណៈបែបនេះបាទហើយពាក់ព័ន្ធនឹងដើមក្រសាំងនេះដែរគឺវាជាប្រភេទឈើដែលមានកម្ពស់បាទពី5ទៅ15ម៉ែត្របាទហើយវាដុះលូតលាស់ដោយសារតែគ្រាប់បាទហើយក្រសាំងមួយដើមដែលខ្ញុំកំពុងថតនេះគឺនៅក្នុងព្រៃទេបងប្អូនមិនមែននៅក្នុងចំការឬក៏នៅក្នុងស្រុកភូមិទេបាទគោលបំណងនៃការបង្ហាញអំពីដើមក្រសាំងនេះគឺចង់បង្ហាញចែកជូនពុកម៉ែបងប្អូនអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ដើមក្រសាំងឬក៏អត្ថប្រយោជន៍នៃដើមក្រសាំងបាទមុនខ្ញុំបង្ហាញអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ដើមក្រសាំងគឺខ្ញុំនឹងចង់បង្ហាញអំពីលក្ខណៈសម្គាល់ត្រួសបាទអំពីដើមក្រសាំងតាក់ទងនឹងទី1គឺជាប្រភេទឈើដែលមានកម្ពស់បាទពី5ទៅ15ម៉ែត្របាទហើយសម្បកវាមានពណ៌ចម្រុះបាទមានពណ៌សពណ៌ប្រផេះហើយនិងពណ៌ត្នោតបាទហើយវាជាប្រភេទឈើដែលដុះបាទមិនសូវជារើសដីទេបាទវាមានវត្តមានសឹងតែគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជាយើងបាទហើយលក្ខណៈសម្គាល់មួយទៀតគឺពាក់ព័ន្ធទៅនឹងស្លឹកបាទស្លឹកដើមក្រសាំងគឺមានលក្ខណៈទំហំតូចៗបាទប៉ុនមេដៃរាងពោះពើបាទហើយចំពោះស្លឹកវាវិញគឺមានពីរពណ៌បាទសម្រាប់ពណ៌ដែលត្រូវកម្ដៅថ្ងៃឬក៏ហៅថាពណ៌ខាងលើស្លឹកខាងលើគឺវាមានពណ៌បៃតងចាស់បាទហើយមានលក្ខណៈរលើបហើយនិងរលោងបាទចំណែកពណ៌ខាងក្រោមស្លឹកខាងក្រោមបាទពណ៌ខាងក្រោមគឺពណ៌បាទបៃតងខ្ចីបាទមានរោមសតូចលក្ខណៈស្អិតបាទហើយចំពោះស្លឹកវាគឺវាដុះបាទទល់គ្នាបាទទល់ធៀងគ្នាបាទនេះជាលក្ខណៈសម្គាល់របស់ដើមក្រសាំងចំណែកមែកវាតូចគឺមានបន្លាបាទបន្លាបែបនេះឯងបាទបន្លាវាគឺស្រួចបាទហើយជាទូទៅដើមក្រសាំងភាគច្រើនគឺមានបន្លាពុកម៉ែបងប្អូនបាទប៉ុន្តែមានមួយចំនួនគឺអត់បន្លាទេពាក់ព័ន្ធនឹងដើមក្រសាំងដែលមានអាយុច្រើនបាទវាចាស់គឺអត់មានបន្លាទេបាទហើយចំពោះផ្លែវាវិញគឺមានទំហំប្រហែលជាពី4ទៅ8សង់ទីម៉ែត្របងប្អូនបាទមកយើងប្រៀបធៀបបាទប្រហែលទៅនឹងក្រូចពោធិ៍សាត់បងប្អូនហើយវាមានពណ៌បៃតងចាស់ដែរហើយនឹងមានសម្បករឹងបាទនេះជាលក្ខណៈសម្គាល់នៃផ្លែក្រសាំងហើយនឹងពាក់ព័ន្ធនឹងផ្កាវាវិញបាទពាក់ព័ន្ធនឹងផ្កាវាគឺវាមានពណ៌សបាទដោយសារតែខែនេះគឺវាផុតផ្កាយបងប្អូនបើនិយាយអំពីការផ្កាផ្លែវិញគឺនៅចន្លោះពីខែ3ទៅដល់ខែ7បងប្អូនបាទគឺពីខែមិនិនាដល់ខែមិថុនាបាទ
បាទដូចជាដើមដែលខ្ញុំកំពុងថតនេះគឺខ្ញុំថតនៅថ្ងៃទី2ខែឧសភាបាទគឺវាមានក្តាប់តូចហើយនឹងធំខ្លះហើយពុកម៉ែបងប្អូនបាទនេះជាលក្ខណៈសម្គាល់ដើមប្រសាំងបាទហើយអ្វីដែលពិសេសនោះគឺដើមប្រសាំងវាមានអត្ថប្រយោជន៍ច្រើនពុកម៉ែបងប្អូនគឺសម្រាប់អត្ថប្រយោជន៍ទី1គឺពាក់ព័ន្ធទៅនឹងផ្លែវាបាទហើយខ្ញុំសូមបញ្ជាក់ផងដែរបងប្អូនតាក់ទងនឹងផ្លែវាហើយនឹងស្លឹកសម្បកហើយនឹងឫសគឺវាមានរសជាតិហាងវិញហើយនឹងហឹរតិចបាទហើយពាក់ព័ន្ធផ្លែវាដែលទុំមានរសជាតិជូរបាទហើយចំពោះអត្ថប្រយោជន៍គឺទី1ចំពោះផ្លែគឺផ្លែវាយើងយកទៅធ្វើម្ហូបសម្រាប់បរិភោគបានបាទសម្រាប់ធ្វើជាម្ជូរបាទដូចជាស្លម្ជូរគ្រឿងសាច់គោបាទស្លម្ជូរគ្រឿងត្រីអីជាដើមបាទនេះជាអត្ថប្រយោជន៍ទី1បាទនៃការប្រើប្រាស់ដើមផ្លែក្រសាំងបាទចំពោះអត្ថប្រយោជន៍ផ្សេងទៀតបាទដែលសំខាន់គឺចំពោះដើមក្រសាំងនេះគឺគេអាចយកវាបាទទៅផ្សំបាទធ្វើជាឱសថសម្រាប់ព្យាបាលជំងឺផ្សេងបានពិសេសគឺជំងឺពាក់ព័ន្ធទៅនឹងស្ត្រីបាទដូចជាបើយោងតាមសភៅរុក្ខជាតិបាទឱសថបុរាណខ្មែរបាទដែលបោះពុម្ពដោយក្រសួងសុខាភិបាលបាទបានបញ្ជាក់ថាចំពោះដើមក្រសាំងសម្បកវាឬក៏ស្លឹកឬក៏ឫសវានឹងអាចផ្សំធ្វើជាឱសថសម្រាប់ព្យាបាលជំងឺពាក់ព័ន្ធទៅនឹងស្ត្រីបាទគឺជួយសម្រួលដល់ជួយសម្រួលសរសៃស្ត្រីក្រោយឆ្លងទន្លេបាទទាស់សរសៃរំគ្រីបាទហើយនឹងហើមពោះឬក៏ផ្ដាសាយបាទនេះជាជំងឺដែលអាចព្យាបាលដោយប្រើប្រាស់ដើមក្រសាំងហើយមួយទៀតពាក់ព័ន្ធទៅនឹងពឹសពោះដែលអាចព្រោះពឹសមកចំភ្នែកអីហ្នឹងគេអាចយកស្លឹកក្រសាំងនេះទៅព្យាបាលបានផងដែរពុកម៉ែបងប្អូនបាទនេះគឺជាអត្ថប្រយោជន៍នៃការប្រើប្រាស់ដើមក្រសាំងបាទសម្រាប់ពុកម៉ែបងប្អូនដឹងប៉ុន្តែក៏សូមបញ្ជាក់ពុកម៉ែបងប្អូនផងដែរថាចំពោះការប្រើប្រាស់ពុកម៉ែបងប្អូនអាចឆែកមើលឯកសារក៏ដូចជាសភៅបាទរុក្ខជាតិឱសថបុរាណខ្មែរបន្ថែមឬក៏យើងអាចសួរនាំឬក៏ពិភាក្សាជាមួយចាស់ប្រជាចារដែលមានបទពិសោធន៍ក្នុងការផ្សំឱសថបុរាណមុននឹងប្រើប្រាស់ពុកម៉ែបងប្អូនបាទពីព្រោះការប្រើប្រាស់ដោយខ្លួនឯងមិនបានត្រឹមត្រូវអាចធ្វើឲ្យយើងមានបញ្ហាបាទនេះជាអត្ថប្រយោជន៍នៃការប្រើប្រាស់ដើមក្រសាំងបាទសង្ឃឹមថាពុកម៉ែបងប្អូនជួយចែករំលែកនៅវីដេអូនេះចែកជូនពុកម៉ែបងប្អូនដែលមិនទាន់បានដឹងបាទឲ្យបានដឹងគ្រប់គ្នាបាទសម្រាប់វីដេអូរបស់ខ្ញុំមានតែប៉ុណ្ណេះពុកម៉ែបងប្អូនបាទគឺគ្រាន់តែចង់បង្ហាញអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ដើមក្រសាំងបាទអរគុណវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណេះសូមអរគុណជួបខ្ញុំនៅវីដេអូក្រោយទៀតបាទ